ចាជំរាបសួរសួស្តីអ្នកទាំងអស់គ្នា Hello everyone bonjour à tous ចាជ្រាបមិនលាប្រាំងចាថ្ងៃនេះយើងមកកែលំហាត់បន្តចំពោះ present continuous ចាអញ្ចឹងគេឲ្យ write question ចូលសរសេរសំណួរមិនសេប្រយោគទេណាយកពាក្យទាំងអស់នេះយកមកបង្កើតជាសំណួរចាហើយដោយប្រើបដូរ verb ពី present simple ទៅ present continuous ចាអញ្ចឹងដើម្បីបដូរពី verb present simple ទៅ continuous បានគឺយើងត្រូវធ្វើម៉េចគឺយើងត្រូវថែម ing អញ្ចឹង happening យើង happen ទៅទេយើងថែម ing នៅកន្ទុយ happen ទៅជា happening ចាហើយយើងអានភ្ជាប់ផង happening ខ្លាយ crying work ថែម ing working ចាតោះឥឡូវខ្ញុំមកខាត់ពេកយើងចូលមកធ្វើលំហាត់យើងតែម្ដងចាអញ្ចឹងន័យរបស់វាទី1គេថា what's all that noise តើសំឡេងទាំងអស់នោះជាសំឡេងអ្វីអញ្ចឹងសំណួរដែលគេត្រូវសួរបន្តគឺ what's happening មានរឿងអីកើតឡើងបានមានសំឡេងទាំងអស់នោះចាមានន័យថាតើមានរឿងអ្វីកើតឡើងកំពុងកើតឡើងចាកំពុងចា present continuous គឺយើងបកកំពុងចាកំពុងធ្វើអ្វីមួយទី2គេសួរថា what's the matter តើមានបញ្ហាអ្វីចាអញ្ចឹងដល់ពេលយើងបង្កើតហើយ why you cry ចាអញ្ចឹងយើងប្រើ subject present continuous យើងប្រើ subject ទុកមុនចាបូក verb plus ing ចាបូកនឹង object អាហ្នឹងចំពោះ clear ស្របចុះ clear បដិសេធសំទោស clear សួរគឺយើងប្រើ verb ចា words of interrogative ឬក៏ verb of interrogation verb ពាក្យសួរនេះគឺយក verb ពាក្យសួរវាមាន what វាមាន why វាមាន when ចាវាមាន what why when ហ្នឹងចាហើយបូកជាមួយនឹង verb ចាពាក្យសួរបូកជាមួយនឹង verb ក្នុងទម្រង់ inform បូកជាមួយនឹងចាសំទោសwe can let you ចាបូកជាមួយនឹង subject មុនចាបើយើងមានពាក្យសួរយើងគ្រាន់តែថែមពាក្យសួរនៅពីមុខ subject ហើយយក verb ថែម ing ចាបូកជាមួយនឹង object ដដែលអញ្ចឹង sub នេះគឺ subject object នេះគឺ object subject ប្រធាន object កិរិយាសំទោសមិនកិរិយាទេគឺជាអ្នកទទួលរងអំពើមានន័យថាជាកម្មបត្តិចាំទៅដល់ណាបាទនេះចានេះគឺជា clear ហើយ complex ថែមអីចាថែមសញ្ញាសួរចាពាក្យសួរគឺត្រូវថែមសញ្ញាសួរចឹងហើយចាអត់ដាក់សញ្ញាសួរមិនដឹងថានឹង verb សួរ clear សួរចាអញ្ចឹងយើងយក verb នេះមកបង្កើតមក words of interrogation verb នៃពាក្យសួរអញ្ចឹងវាមាន why វាមាន what វាមាន when វាមាន where ចាចឹងវា clear នេះគឺ why ចាយើងដាក់មក why ចា why គេបូកនឹង subject you ចាអត់កើតទេចាបូកនឹង a មួយទៀតចាបូកនឹង a ដោយសារ verb ing គឺត្រូវប្រើ am is a ចានេះយើង am is a ចេះបានត្រូវចាសំទោសចំពោះ clear សួរ clear ស្របដូចគ្នាអញ្ចឹងដោយសារវាជា verb ing ទម្រង់ inform វាត្រូវការ verb to be អីចា verb to be am is are plus ចាអានេះបានត្រូវចា subject plus am is are plus verb ទម្រង់ ing inform plus subject ដល់ពេលសួរចង់សួរ
word of interrogation មាន what when where why ចាបូកនឹង am is are បូកនឹង subject បូក verb ទម្រង់ inform បូកនឹង object ចឹងកន្លែងនេះគឺយើងបាត់ are មួយនេះចា why are you ចា crying ហេតុអ្វីបានជាអ្នក cry ចាហេតុអ្វីបានជាអូនយំចាចាហើយមកជាអូនយំតែគេថាអីអូនចានឹងនិយាយថាសួរចឹងហើយចូលដល់ឃ្លាទី3 Where's your mother តើម្ដាយរបស់អ្នកនៅណាចឹង she work today ចឹងយើងប្រើមកបានមាន verbal interrogation គឺយើងប្រើ am is are ដៃទៅយកមកចាជាអ្នកមក is she am is are បូកនឹង subject ចា verb គឺ work គឺការងារបូកនឹងថែមកតុយ ing is she working today ចាចឹង is នេះគឺយើងប្រើ I សធំចាតើម្ដាយរបស់អ្នកកំពុងតែធ្វើការថ្ងៃនេះមែនទេកំពុងធ្វើការមែនទេថ្ងៃនេះចា I ចូលដល់ទី4 I haven't seen you for ages ចាខ្ញុំមិនបានជួបអ្នកអស់រយៈពេលច្រើនឆ្នាំមកហើយចាខានជួបអ្នកអស់ច្រើនឆ្នាំមកហើយតើអ្នកធ្វើអីថ្ងៃនេះចាអូ what ចាចឹងនេះយើងបង្កើតមកនេះ what you do this day ចឹងយើងបង្កើត verbal interrogation what subject am is are you doing this day ចឹងទៅសេមកនេះ what are you do បូក ing do ទៅជា doing this day ផ្លេចសញ្ញាសួរ0ចាតែជួបសួរចឹងយើងអាចផ្លេចទេចាចូលដល់ទី5ម្ដងតោះឥឡូវមានឥឡូវនេះនឹងមែនចា Amy is a student ចា Amy គឺជាសិស្ស What she study តើគាត់រៀនមកជាអីចារៀនផ្នែកអីចឹងទៅចឹងបង្កើតជាទម្រង់សួរថាម៉េចចាប្រាប់ខ្ញុំតិចមើល words of interrogation គឺ what នេះឯង am ក៏បាន is ក៏បាន are ក៏បានចែកលើ subject she ចឹង she am បានអត់ទេចឹង she is study subject ចា subject ហើយនេះចា what is ចាសំទោស what ជា verb of interrogation sub is ចាដោយសារ she ចឹង is she studying ចាអត់មាន object ទេ clear នេះស្រួលណាស់ចឹងយើងដាក់ជាមក what ចា on មើលសិនហើយចា what is she studying តើនាងកំពុងរៀនផ្នែកអីរៀនអីចារៀនវិស្វកររៀនកសិកម្មរៀនធ្វើគ្រូរៀនធ្វើពេទ្យចារៀនអីគឺជាសំណួរចាចូលដល់ទី6 Who are those people តើមនុស្សទាំងអស់នោះគឺជានរណាចា those ទាំងអស់នោះ these ទាំងអស់នេះចឹងយើងមាន what ដី do ចឹង verbal interrogation am is are គឺ are ដី doing ចា what are they doing តើពួកគេកំពុងធ្វើអ្វីចាកំពុងឡង់ស៊ីមីចាពួកគេកំពុងធ្វើការងារចាមិនឡង់ស៊ីមីទេចូលដល់ទី7 I heard you started a new job
ខ្ញុំបានឮអ្នកចាប់ផ្ដើមចាបានចាប់ផ្ដើមការងាររបស់អ្នកសួរទៀតចា you enjoy it ចឹងអានេះវាអត់មាន verb of interrogation ទេអញ្ចឹងបើអត់មានអានេះគឺនៅសល់អីនៅសល់ am is are អញ្ចឹងយើងដាក់ am is are នៅមុខនឹងឯងចា am is are អញ្ចឹងយើងប្រើអីដោយសារ you ចាដោយសារ you ឯងបានខ្ញុំប្រើ are ចាអញ្ចឹង are you enjoy ចា enjoying it តើអ្នកចូលចិត្តវាដែរទេតើអ្នកសប្បាយក្នុងការធ្វើវាអត់ចាហ្នឹងបើចិត្តក្នុងការធ្វើអត់ចា are you enjoying it ឬក៏ធ្វើទាំង set ធ្វើទាំងបង្ខំចិត្តចាទេខ្ញុំបង្រៀននេះគឺខ្ញុំបង្រៀនទាំងចាទាំងអារម្មណ៍ជ្រះថ្លាចាបង្រៀនដោយសទ្ធារបស់ខ្ញុំបង្រៀន free ចាចូលដល់ទី8 we're not in a hurry យើងមិនប្រញាប់ទេចា in a hurry កំពុងក្នុងការប្រញាប់ក្នុងការចាស្លន់អត់មានស្លន់ទេណាក្នុងការប្រញាប់ក្នុងការត្រេកត្រអាលក្នុងការធ្វើអ្វីមួយត្រេកត្រអាលក្នុងការឈីណានដល់លេងទេណាត្រេកត្រអាលអត់មាននិយាយណាខ្វល់ចារឿងសិក្សាចាល្អត្រេកត្រអាលក្នុងរឿងសិក្សាត្រេកត្រអាលក្នុងការធ្វើបំពេញកិច្ចការងារចាក្នុងការជួយសង្គមអីចឹងប្រញាប់ក្នុងការធ្វើអ្វីមួយប្រញាប់ទៅរៀនប្រញាប់ទៅធ្វើការប្រញាប់ទៅជួបសង្សារអូមែនទេអត់សូវល្អចឹងឡើយនេះគឺកម្ឲ្យសាមច្រើនគេសួរថា why you walk so fast ហេតុអ្វីបានជាអ្នកដើរលឿនម្ល៉េះចឹងដោយសារមាន verb of interrogation យើងដាក់មកមាន why ចឹង why am is are ចា why are ដោយសារ you បានយើងដាក់ are ចា why are you walking so fast easy នេះយើងមានប៉ុណ្្នឹងទេចាអញ្ចឹងយើងមើល check grammar របស់យើងgrammar លេខនេះគឺ W អក្សរធំចាកុំភ្លេចដើម clear គឺផ្ដើមដាក់អក្សរធំទោះបីជាវាជា verb ក៏ដោយយើងត្រូវដាក់អក្សរធំដែរចាអញ្ចឹងយើង check មកឃើញថាទី2អ្វីដែលយើងធ្វើ what's the matter why you cry ទៅជា why are you crying she work today ទៅជា is she working today present continuous ដូចា what you do these days ទៅជា what are you doing these days ចាលើសអីលើស are លើស inform នៅតែប៉ុណ្្នឹងទេ what នៅតែ what you នៅតែ you these days នៅតែ these days លើសតែ are doing is working ចា are crying is happening អញ្ចឹងដោយសារនេះគេកាត់អញ្ចឹងខ្ញុំអត់ដាក់កាត់ទេកុំឲ្យយើងបាក់យល់ខ្ញុំដាក់ why are អញ្ចឹងចាអានេះ what is ខ្ញុំដាក់ what is អញ្ចឹងមកខ្ញុំអត់ដាក់ what ហើយបតក់ថែម s ទេ what apostrophe s ទេចាអញ្ចឹងទី4នៃគេwhat ចា are you doing this day លេខ5 Amy is a student what is she studying ចឹង what is in studying ចាចឹងថែម e ហើយថែម inform is គូមួយ in ចា who are those people ចា what are they doing ចា I heard you starting a new job are you enjoying it we're not in a hurry why are you walking so fast ចាចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណអ្នកនរដែលបានទស្សនាវីដេអូនេះចាជម្រាបលាសុខសប្បាយទាំងអស់គ្នា